ខ្ញុំបាទឈ្មោះសាមីនវុទ្ធរិទ្ធព្រឹត្តិការណ៍ដែលកើតឡើងនៅប្រហែលថ្ងៃមុននេះខ្ញុំពិតជាមានការសោកស្ដាយជាខ្លាំងដែលខ្ញុំបានហូបចុកគ្រឿងស្រវឹងមិនចេះគិតបណ្ដាលឲ្យគ្រប់គ្រងខ្លួនឯងមិនបានបង្កពាក្យសម្ដីប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋជាខ្លាំងខ្ញុំពិតជាមានការសោកស្ដាយជាខ្លាំងដែលខ្ញុំបានប្រោសពាក្យសម្ដីមិនសមរម្យទៅលើបងប្អូនប្រជាពលរដ្ឋនិងមហាជនទាំងអស់ជាចុងក្រោយខ្ញុំចង់សុំបងប្អូនលើកលែងទោសឲ្យខ្ញុំនឹងសន្យាថានឹងកែប្រែខ្លួនមិនឲ្យមានកំហុសឆ្គងជាលើកទី2ឡើយហើយក៏ដូចជានាងខ្ញុំសុខច័ន្ទបរមីដែលបានបើកបរធ្វើប្រហែសបង្កគ្រោះថ្នាក់ដល់ប្អូនប្រុសនាងខ្ញុំសូមអភ័យទោសដល់គ្រួសារជនរងគ្រោះព្រមទាំងបងប្អូនទាំងអស់គ្នាកុំយកគំរូតាមនាងខ្ញុំដែលបើកបរធ្វើប្រហែសដែលនាងខ្ញុំពិតជាគ្មានចេតនាក្នុងការធ្វើទេខ្ញុំមានតែម្រាមដៃ10លើកជង្គង់សូមពុកម៉ែបងប្អូនទាំងអស់ជួយលើកលែងទោសឲ្យខ្ញុំផងពួកខ្ញុំទាំងពីរពិតជាសុំទោសមែនតើ